សួស្តីបងប្អូនទាំងអស់គ្នាចាសសូមស្វាគមន៍មកកាន់ Channel សូសោតនិទានសម្រាប់ថ្ងៃនេះនាងខ្ញុំនឹងនាំអារម្មណ៍បងប្អូនទាំងអស់គ្នាឲ្យដើរទៅចូលទៅក្នុងព្រៃដ៏ជ្រៅមួយដើម្បីតាមដានអំពីកំណត់ហេតុដ៏ព្រឺក្បាលរបស់ចៅប្រុសម្នាក់ណាបងប្អូនដែលគាត់នឹងបានដើរតាមជីតារបស់គាត់ដែលជាព្រានព្រៃដ៏ចំណាស់ម្នាក់គឺពួកគាត់ទាំងពីរនាក់ហ្នឹងបានធ្វើដំណើរចូលទៅក្នុងព្រៃដើម្បីស្វែងរកឱសថបុរាណណាបងប្អូនគឺគាត់ធ្វើដំណើរចូលព្រៃហ្នឹងគឺរយៈពេល2យប់3ថ្ងៃបងប្អូនដើម្បីស្វែងរកឱសថបុរាណយកទៅលក់ហើយរាត្រីនោះផងដែរដែលធ្វើឲ្យពួកគាត់ទាំងពីរនាក់ហ្នឹងគឺមិនអាចបិទភ្នែកគេងលក់បានសូម្បីតែ1វិនាទីបងប្អូនទាំងអស់គ្នាបងប្អូនសាកសម័យមើលណាថាបើសិនជាយើងកំពុងតែអង្គុយនៅឯលើមេឃឈើដ៏ខ្ពស់មួយដើមហើយដើមឈើនោះគឺនៅកណ្ដាលព្រៃដ៏ស្ងាត់ជ្រងំដែលសភាពនឹងគឺមានភាពងងឹតស្លុបដែលស្ទើរតែមើលអ្វីពុំឃើញណាបងប្អូនគឺនៅវេលាម៉ោងប្រហែលជា2រំលងអាធ្រាត្របងប្អូនទាំងអស់គ្នាតើបងប្អូនហ៊ានស្រមៃទេសំបីតែការដកដង្ហើមរបស់យើងណាក៏មិនហ៊ានសំបីតែដកខ្លាំងពីព្រោះថានៅខាងក្រោមគល់ឈើដែលយើងកំពុងតែនៅពីលើធ្នាក់នោះណាបងប្អូនគឺយើងបានឃើញប្រលឹងក៏ដូចជាស្រមោលខ្មៅរាប់សិបក៏ដូចជាមានសត្វអាសេរពឹសជាច្រើនដែលកំពុងតែដើរក្រវ៉ាលព្រមទាំងងើយសម្លឹងមករកយើងនឹងនៅពីក្រោមដើមឈើដែលយើងកំពុងតែអង្គុយនៅលើណាបងប្អូនភ្នែករបស់ពួកគេនឹងគឺពណ៌ក្រហមទុំតែម្ដងហើយមួយវិញទៀតបងប្អូនធ្លាប់សម័យទេថាបើសិនជាយើងកំពុងតែអង្គុយនៅខាងលើសុកណាក៏ស្រាប់តែយើងឮសំឡេងនារីម្នាក់ដែលសំឡេងនារីម្នាក់នោះគឺចេញពីក្នុងភាពងងឹតដែលជាសំឡេងម្ដាយឬក៏ជាសំឡេងបងស្រីឬមួយក៏សំឡេងមនុស្សដែលយើងស្គាល់គ្នាណាបងប្អូនដឹងច្បាស់ថាឪពុកម្ដាយឬមួយក៏អ្នកដែលយើងស្គាល់គ្នាហ្នឹងកំពុងតែនៅផ្ទះឯណោះមិនមែនគឺស្ថិតនៅកណ្ដាលព្រៃដូចជាគាត់នោះទេប៉ុន្តែហេតុអ្វីបានជាសំឡេងទាំងអស់នោះគឺមាននៅក្រោមដើមឈើដែលគាត់កំពុងតែនៅលើនោះបងប្អូនមានឆ្ងល់អត់ហើយពីនោះរឿងរ៉ាវហេតុការណ៍ក៏បានចាប់ផ្ដើមឡើងតែម្ដងដែលទាំងអស់នោះណាមិនមែនគឺជាសាច់ញាតិឬក៏ជាម្ដាយឬក៏ជាបងស្រីឬមួយក៏ជាមនុស្សដែលយើងស្គាល់នោះទេបងប្អូនប៉ុន្តែវាគឺជាអ្វីផ្សេងនៅក្នុងវេលាថ្ងៃនេះនាងខ្ញុំនឹងនាំអារម្មណ៍ប្រិយមិត្តទាំងអស់គ្នាទៅស្ដាប់រឿងរបស់បងប្រុសដារិតដែលគាត់និយាយអំពីជីតារបស់គាត់ដែលបាននាំគាត់នឹងចូលទៅក្នុងព្រៃដើម្បីរកឱសថបុរាណយកទៅលក់ដើម្បីចិញ្ចឹមជីវភាពរបស់គាត់បងប្អូនទាំងអស់គ្នាប្រកាសជាចង់ដឹងហើយថាតើគាត់ព្រមទាំងជីតារបស់គាត់នៅពេលដែលគាត់ធ្វើដំណើរចូលទៅក្នុងព្រៃជ្រៅនោះដើម្បីរកឱសថបុរាណតើពួកគាត់ទាំងពីរនាក់បានជួបនៅហេតុការណ៍អ្វីខ្លះដូច្នេះដើម្បីកុំឲ្យខាតពេលវេលាយូរយើងទៅតាមដានស្ដាប់សាច់រឿងរបស់បងប្រុសដារិតទាំងអស់គ្នាប៉ុន្តែមុននឹងចូលទៅដល់សាច់រឿងណាបងប្អូនមេត្តាសូមចិត្តបងប្អូនកុំភ្លេចជួយចុច like ក៏ដូចជាចុច subscribe channel របស់នាងខ្ញុំម្នាក់មួយផងណាបងប្អូនពីព្រោះបងប្អូនគឺជាកម្លាំងចិត្តសម្រាប់ឲ្យនាងខ្ញុំនៅក្នុងការផលិតវីដេអូថ្មីជូនបងប្អូនស្ដាប់កំសាន្តលេងនៅពេលអបសុកឬមួយក៏ពេលយប់ផងដែរណាបងប្អូនចឹងអរគុណច្រើននៅក្នុងគណៈពេលនេះយើងចូលទៅស្ដាប់សាច់រឿងរបស់បងប្រុសដារិតទាំងអស់គ្នាដែលរឿងរ៉ាវហេតុការណ៍នេះគឺកើតឡើងទៅលើគាត់នៅក្នុងកំឡុងពេលដែលគាត់នឹងមានវ័យប្រហែលជា18ឆ្នាំណាបងប្អូនរឿងរ៉ាវនេះផងដែរគឺបានកើតឡើងទៅលើបងប្រុសដារិតព្រមទាំងជីតារបស់គាត់ដែលជីតារបស់គាត់នឹងគឺឈ្មោះតាផាន់គាត់គឺជាព្រានព្រៃចំណាស់ម្នាក់ដែលគាត់នឹងមានវ័យប្រហែលជា60ឆ្នាំណាបងប្អូនហើយតាផាន់គាត់គឺជាព្រានព្រៃម្នាក់ដែលមានកេរ្តិ៍ឈ្មោះល្បាញល្បីប្រចាំភូមិរបស់គាត់
ដែលអ្នកណាក៏ដោយដែលមានរឿងរ៉ាវហេតុការណ៍ឬមួយក៏ចង់នាំគាត់ទៅរកដើមឈើបេះផ្លែព្រៃអីហ្នឹងគឺតែងតែនាំតាផាន់ហ្នឹងទៅជាមួយជានិច្ចដោយសារតែលោកតាផាន់ណាបងប្អូនគាត់គឺជាមនុស្សម្នាក់ក៏ដូចជាព្រានព្រៃម្នាក់ដែលគាត់នឹងគឺស្គាល់គ្រប់ច្រកល្ហកនៃតំបន់ជួរភ្នំតំបន់ព្រៃក៏ដូចជាកន្លែងណាដែលមានដើមឈើឬមួយកន្លែងណាដែលមានផ្លែឈើច្រើនអីគឺគាត់ស្គាល់គ្រប់ច្រកល្ហកនៃតំបន់ព្រៃនឹងតែម្ដងបងប្អូនហើយមួយវិញទៀតណាបងប្អូនអ្វីដែលធ្វើឲ្យគាត់តែងតែទៅជាមួយនឹងអ្នកភូមិហើយអ្នកភូមិតែងតែនាំគាត់ទៅជាមួយមិនដាច់ហ្នឹងដោយសារតែលោកតាផាន់ណាគាត់គឺជាមនុស្សដែលចេះនៅមុនអាគមការពីខ្លួនព្រមទាំងគាត់នឹងគឺជាមនុស្សម្នាក់ដែលប្រឈមមុខទៅនឹងសត្វសាហាវរាប់មិនអស់តែម្ដងគឺគ្រួសាររបស់គាត់ត្រូវការថវិកាដើម្បីយកមកចិញ្ចឹមជីវិតក៏ដូចជាដើម្បីយកមកដោះស្រាយនៅជីវភាពរបស់គាត់អញ្ចឹងណាបងប្អូនអញ្ចឹងហើយគឺតម្រូវឲ្យគាត់នឹងត្រូវទៅរកវល្លិថ្នាំដ៏កម្រមួយប្រភេទគឺដើម្បីយកទៅលក់ឲ្យសេដ្ឋីម្នាក់ដែលគាត់នៅឯទីក្រុងដែលគេនឹងត្រូវការជាចាំបាច់ដើម្បីធ្វើជាឱសថបុរាណអីចឹងណាបងប្អូនអញ្ចឹងបន្ទាប់ពីឮថាសេដ្ឋីម្នាក់ដែលនៅទីក្រុងនឹងគាត់ចង់បានវល្លិហ្នឹងលោកតាផាន់គាត់ក៏បានសម្រេចចិត្តចូលទៅក្នុងព្រៃហ្នឹងម្ដងទៀតប៉ុន្តែលើកនេះណាបងប្អូនគឺគាត់អត់បានទៅតែឯងទេគឺគាត់បាននាំចៅប្រុសរបស់គាត់ដែលមានវ័យ18ឆ្នាំហ្នឹងទៅជាមួយដើម្បីឲ្យស្គាល់ពីស្ថានភាពព្រៃក៏ដូចជាដើម្បីបង្ហាត់បង្រៀននៅវិជ្ជាព្រានដែលគាត់បានរៀនពីឪពុកម្ដាយរបស់គាត់ពីមុនណាបងប្អូនដើម្បីឲ្យចៅប្រុសរបស់គាត់ហ្នឹងចេះនៅវិជ្ជាការពារខ្លួនក៏ដូចជាដើរចូលព្រៃចឹងទៅដើម្បីឲ្យគាត់មានវិជ្ជាក៏ដូចជាមន្តអាគមដើម្បីការពារខ្លួននឹងផងដែរហើយចៅប្រុសរបស់គាត់ហ្នឹងគឺឈ្មោះបងដារិតនឹងឯងបងប្អូនគឺនៅក្នុងកំឡុងពេលនោះគឺគាត់វ័យប្រហែលជា18ឆ្នាំហ្នឹងហើយបងប្អូននៅក្នុងកំឡុងពេលដែលពួកគាត់ទាំងពីរនាក់យល់ព្រមថាគាត់នឹងចូលព្រៃដើម្បីទៅរកថ្នាំដ៏កម្រនោះណានៅដំណើរចូលព្រៃនៅថ្ងៃដំបូងរបស់ពួកគាត់ទាំងពីរនាក់គាត់ថាហាក់បីដូចជាដំណើរចូលព្រៃធម្មតាទេព្រោះគាត់ដើរចូលព្រៃលក្ខណៈត្រឹមតែមាត់ព្រៃឬមួយក៏ព្រៃរាក់អីចឹងណាបងប្អូនគឺមានសត្វយំខ្យល់បក់ហើយសំឡេងចាបយំក៏ដូចជាសំឡេងសត្វឆ្លើយឆ្លងគ្នាហ្នឹងគឺវាលឺធម្មតាទេប៉ុន្តែនៅពេលដែលគាត់ដើរចូលព្រៃកាន់តែជ្រៅទៅណាបងប្អូនបងដារិតគាត់ចាប់ផ្ដើមមានអារម្មណ៍ថាបរិយាកាសដែលនៅជុំវិញខ្លួនរបស់គាត់ហ្នឹងចាប់ផ្ដើមប្រែប្រួលបងប្អូនពីព្រោះតាព្រៃដែលគាត់កំពុងតែដើរចូលទៅដើម្បីរកឱសថបុរាណនោះគឺជាតំបន់ព្រៃជ្រៅហើយជាតំបន់ព្រៃមួយដែលមានសភាពដើមឈើនឹងគឺធំហើយក្រាស់ស្ទើរតែពន្លឺថ្ងៃនឹងរកចូលទៅក្នុងដើមឈើនឹងរកចូលមិនបានណាបងប្អូនហើយរំពេចនោះសំឡេងសត្វបាក់សាបាក់សីដែលគាត់ធ្លាប់តែដើរមកជាមួយជីតារបស់គាត់ដែលលឺយំត្រហើងអើងកងឆ្លើយឆ្លងគ្នាព្រមជាមួយនឹងសំឡេងខ្យល់បក់ណាក៏ស្រាប់តែចាប់ផ្ដើមស្ងាត់បន្តិចម្ដងនៅពេលដែលគាត់ឈានជើងដើរចូលទៅដល់ព្រៃកាន់តែជ្រៅទៅណាបងប្អូននៅពេលនោះផងដែរនៅពេលដែលគាត់ឈានជើងដល់ពាក់កណ្ដាលនៃព្រៃណាបងប្អូនស្រាប់តែគាត់ថាខ្យល់ដែលបោកបក់មកប៉ះច្រមុះរបស់គាត់គឺគាត់ថាមានក្លិនហ្នឹងគឺលាយឡំដូចជាមានក្លិនឆ្អាបតិចលាយឡំជាមួយនឹងក្លិនដូចជាក្លិនឈាមព្រមទាំងក្លិនដើមឈើស្អុយរលួយណាបងប្អូននៅភ្លាមនោះលោកតាផាន់គាត់ក៏បានដើរសុកស្រាប់តែជីតារបស់គាត់នឹងដើរហើយគាត់ឈប់ងក់តែម្ដងហើយគាត់ប៊ីនឹងបុកតារបស់គាត់ណាបងប្អូននៅភ្លាមនោះតារបស់គាត់ក៏បានយកកំបិតចុងកំបិតដែលគាត់យកទៅតាមខ្លួនណាគាត់យកចុងកំបិតគាត់នឹងទៅឆ្កឹះកកាយអាស្លឹកឈើដែលស្ងួតលាយឡំជាមួយនឹងមានទឹកអង្សើមជ្រាបតិចណាបងប្អូនរួចហើយគាត់ក៏វែកអាស្លឹកឈើនោះឃើញកាយ៉ៅដីបន្ទាប់មកគាត់ក៏បានចង្អុលបង្ហាញទៅចៅប្រុសរបស់គាត់រួចហើយគាត់ក៏បានចង្អុលទៅកាន់
អារង្វង់ដែលដីសើមនោះវាមានស្នាមណាបងប្អូនគឺស្នាមជើងហើយជីតារបស់គាត់គឺបានប្រាប់ទៅបងប្រុសដារិតថាដារិតចៅឯងមើលស្នាមនេះគឺជាស្នាមដានជើងរបស់សត្វអាសេរពឹសដែលទាំងអស់នោះគឺគាត់អត់បានប្រាប់ថាជាសត្វអ្វីទេបងប្អូនគាត់គ្រាន់តែបង្ហាញក៏ដូចជាបង្រៀនបងប្រុសដារិតនឹងឲ្យស្គាល់ណាថាដានជើងនេះគឺជាដានជើងរបស់សត្វអាសេរពឹសនៅភ្លាមនោះបងប្អូនដារិតគាត់ក៏បានមើលទៅលើស្នាមដែលជីតារបស់គាត់បានបង្ហាញណាគាត់ថាដានជើងនោះគឺមានទំហំប៉ុនកដៃកូនក្មេងវាបានអូសទៅជាលក្ខណៈរាងកោងហើយវាដើរកាត់ដីភក់ព្រមទាំងស្លឹកឈើនោះណាបងប្អូននៅភ្លាមនោះដារិតនៅពេលដែលគាត់ឃើញស្នាមជើងនោះភ្លាមគាត់មានអាការៈថាដូចជាព្រឺសម្បុរខ្ញាក់ហើយព្រឺឆ្អឹងខ្នងហើយសក់គាត់លក្ខណៈថាព្រឺក្បាលណាបងប្អូនតែគាត់អត់ហ៊ាននិយាយអ្វីទាំងអស់គឺគាត់ត្រឹមតែឈរមើលដានជើងនោះហើយគាត់ចាប់ផ្ដើមឈរទាំងភ័យហើយគាត់ទប់អារម្មណ៍ដើម្បីកុំឲ្យគាត់ភ័យខ្លាចរួចហើយគាត់ក៏បន្តដំណើរទៅតាមជីតារបស់គាត់បន្តទៀតលុះនៅពេលដែលគាត់ធ្វើដំណើរដល់ល្ងាចណាបងប្អូនគឺអត់ដឹងទេម៉ោងហ្នឹងគឺម៉ោងប្រហែលហើយព្រោះចូលដល់ក្នុងព្រៃតែចូលដល់ព្រៃជ្រៅហើយដើមឈើធំស្លឹកឈើក្រាស់ទោះបីជាពេលថ្ងៃក៏ដោយបងប្អូនតែចូលទៅដល់កន្លែងហ្នឹងគឺសភាពគឺងងឹតស្លុបព្រមទាំងបរិយាកាសហ្នឹងគឺខ្យល់ត្រជាក់ស្រេបប៉ុន្តែប្រហែលជាម៉ោង5ល្ងាចបងប្អូនគាត់ថាព្រះអាទិត្យគឺរៀបនឹងជិតលិចបាត់ទៅហើយនៅភ្លាមនោះជីតារបស់គាត់បានជ្រើសរើសដើម្បីរកដើមឈើធំមួយដើមណាបងប្អូនដើម្បីគាត់នឹងធ្វើធ្នាក់ដើម្បីស្នាក់នៅទីនោះមួយយប់នៅពេលដែលគាត់ជ្រើសរើសយកដើមឈើមួយដើមធំនោះហើយជីតារបស់គាត់ក៏បាននាំគាត់នឹងទៅកាប់មែកឈើតូចដើម្បីយកទៅធ្វើធ្នាក់នៅខាងលើណាបងប្អូនហើយធ្នាក់នោះបងប្អូនគឺគាត់ធ្វើលក្ខណៈកម្ពស់រហូតដល់ទៅ5-6ម៉ែត្រពីដីឯណោះបងប្អូនហើយគាត់ធ្វើនឹងគឺយកដើមឫស្សីព្រមទាំងវល្លិនឹងយកមកចងខ្វាត់ខ្វែងគ្នានៅលើចន្លោះមែកឈើខ្ពស់នោះសម្រាប់ឲ្យពួកគាត់ទាំងពីរនាក់ស្នាក់នៅទីនោះមួយយប់ឬមួយក៏ពួកគាត់នឹងធ្វើការលាក់ខ្លួនពីពពួកសត្វសាហាវណាបងប្អូននៅក្នុងកំឡុងពេលដែលពួកគាត់រៀបចំធ្វើធ្នាក់នឹងបងប្អូនគាត់ថាជីតារបស់គាត់ណាមានវ័យអាយុ60ឆ្នាំហើយក៏ប៉ុន្តែជីតារបស់គាត់ហាក់បីដូចជាមានកម្លាំងគេហៅថាមនុស្សពេញវ័យណាបងប្អូនគឺជីតារបស់គាត់ធ្វើធ្នាក់លឿនមែនទែនធ្វើមិនដល់ប្រហែលជា1ម៉ោងផងជីតារបស់គាត់ធ្វើធ្នាក់រួចប៉ុន្តែក្នុងកំឡុងពេលដែលគាត់ធ្វើណាបងប្អូនជីតារបស់គាត់គឺគាត់ឡើងទៅលើដើមឈើដើម្បីធ្វើធ្នាក់ប៉ុន្តែគាត់សង្កេតសកម្មភាពរបស់ជីតារបស់គាត់នឹងគឺថាជីតារបស់គាត់ឡើងទៅលើដើមឈើនឹងហាក់បីដូចជាឡើងស្រួលណាបងប្អូនគឺឡើងតែមួយផ្លែតទៅដល់កន្លែងធ្វើធ្នាក់ហើយប៉ុន្តែសម្រាប់គាត់វិញគឺគាត់ឡើងទៅទាំងលំបាកលំបិនហើយដើមឈើមែកឈើមុតខ្នងដៃមុតខ្នងជើងគាត់ចឹងណាបងប្អូនគឺគាត់ឡើងទៅយូរជាងជីតារបស់គាត់ទោះបីគាត់នឹងមានកម្លាំងខ្លាំងជាងជីតារបស់គាត់ក៏ដោយហើយនៅក្នុងកំឡុងពេលនោះបងប្អូនគាត់កំពុងតែនៅខាងក្រោមដែលហុចមែកឫស្សីឬមួយក៏ហុចមែកវល្លិឲ្យជីតារបស់គាត់ដែលនៅលើដើមឈើនឹងដើម្បីធ្វើធ្នាក់ណាគឺជីតារបស់គាត់ប្រាប់ថាហុចឲ្យលឿនមកដើម្បីរៀបចំធ្វើឲ្យឆាប់ហើយពីព្រោះថាឥឡូវនេះគឺវាជិតយប់មែនតែនហើយអញ្ចឹងណាបងប្អូនបន្ទាប់ពីជីតារបស់គាត់បានរៀបចំធ្វើធ្នាក់រួចហើយពួកគាត់ទាំងពីរនាក់ក៏បាននាំគ្នានឹងឡើងទៅលើធ្នាក់ដែលមានកម្ពស់ប្រមាណជា5-6ម៉ែត្រពីដីបន្ទាប់មកណាបងប្អូនជីតារបស់គាត់ព្រមទាំងគាត់នឹងក៏បានរៀបចំញ៉ាំអាហារពេលល្ងាចនៅលើធ្នាក់នឹងឯងដោយគាត់ញ៉ាំហ្នឹងគឺអត់មាននិយាយគ្នាឬមួយក៏និយាយស្ដីណែនាំបដៅកូនគឺអត់ទេបងប្អូនគឺគាត់ញ៉ាំដោយលក្ខណៈបែបស្ងប់ស្ងាត់ណាជីតាគាត់ក៏ញ៉ាំទៅហើយគាត់ហ្នឹងក៏អត់ហ៊ានសួរឬមួយក៏ដេញដោលជីតារបស់គាត់នៅក្នុងកំឡុងពេលដែលគាត់នៅលើធ្នាក់នោះទេបងប្អូនគឺគាត់ញ៉ាំរួចហើយគាត់ក៏បានរៀបចំសម្ភារៈអាហាររបស់គាត់នឹងទុកដាក់ស្រួលបួលវិញនៅក្នុងកាបូបស្ពីរបស់គាត់អញ្ចឹងណានៅពេលដែលគាត់ស្រស់ស្រូបអាហារពេលល្ងាចជាមួយនឹងជីតាគាត់រួចហើយស្រាប់តែ
គាត់ឃើញជីតារបស់គាត់ហ្នឹងណាបងប្អូនគឺគាត់បានចុះទៅខាងក្រោមដើមឈើដែលគាត់កំពុងតែស្នាក់នៅណាដោយគាត់បានយកដូចជាអំបោះសីមាក៏ដូចជាមានដូចខ្សាច់អញ្ចឹងណាបងប្អូនខ្សាច់ហុយមកកញ្ចប់ហើយគាត់ក៏បានដើររយនៅក្រោមដើមឈើនោះដើររយមកជុំរួចហើយគាត់ក៏បានយកអំបោះសីមាដែលគាត់បានកាន់ហ្នឹងចូលទៅចងព័ទ្ធជុំវិញដើមឈើហ្នឹងទៀតបងប្អូនពេលបងប្រុសដារិតគាត់ក៏លេចមើលទៅក្រោមឃើញលោកតាគាត់ធ្វើបែបហ្នឹងណាគាត់ក៏មិនបានសាកសួរឬមួយក៏ដេញដោលដែលថាលោកតាធ្វើបែបនេះដើម្បីអ្វីគឺគាត់អាចបានសាកសួរទេពីព្រោះតែគាត់ទៅតែនឹងចូលព្រៃជាលើកដំបូងជាមួយនឹងជីតារបស់គាត់ដល់ពេលអញ្ចឹងហើយជីតារបស់គាត់បន្ទាប់ពីធ្វើការរយដីខ្សាច់ក៏ដូចជាយកអំបោះសីមាព័ទ្ធដើមឈើរួចហើយគាត់ក៏ឡើងទៅលើថ្នាក់វិញនៅក្នុងវេលាយប់នោះណាបងប្អូនគឺជីតារបស់គាត់មុនពេលដែលឲ្យគាត់សម្រាកហ្នឹងគឺគាត់បានប្រាប់ទៅចៅរបស់គាត់ថានៅក្នុងយប់នេះទោះបីជាចៅឯងបានឮសំឡេងស្រែកហៅឬមួយក៏សំឡេងអ្វីក៏ដោយឲ្យតែជាសំឡេងនៅក្រោមដើមឈើឬមួយក៏នៅលើដើមឈើចុងឈើអីហ្នឹងទោះបីជាសំឡេងអ្វីក៏ដោយចៅឯងដាច់ខាតណាគឺកុំឆ្លើយតបហើយក៏កុំងាកមើលទៅលើវាឲ្យសោះគឺត្រូវនៅឲ្យស្ងៀមបើស្រួលមិនស្រួលទេត្រូវឆាប់បញ្ញាប់ប្រាប់តានៅភ្លាមនោះបងប្អូនបងប្រុសដារិតគាត់ក៏បានយល់ព្រមហើយក៏ធ្វើតាមពាក្យសម្ដីរបស់ជីតារបស់គាត់បងប្អូនបន្ទាប់ពីលោកតាផាន់គាត់បានធ្វើពិធីសពគ្រប់នៅក្រោមដើមឈើមួយដើមដែលគាត់ស្នាក់នៅហើយណាគាត់ថានៅពេលដែលគាត់ចាប់ផ្ដើមព្រិចភ្នែកតាមមួយផ្លែតទេបងប្អូនគឺប្រហែលជាយប់ម៉ោង11យប់សំឡេងដែលកកិតស្លឹកឈើឮសូរតែសាវណាបងប្អូនគឺបានបន្លឺឡើងនៅពីខាងក្រោមដើមឈើដែលគាត់ស្នាក់នៅនោះភ្លាមនោះបងប្រុសដារិតគាត់បានលួចអោនមើលទៅគឺនៅពេលនោះគាត់ថានៅពេលដែលគាត់អោនមើលទៅគឺមានពន្លឺព្រះច័ន្ទព្រាលដែលបានចាំងចំពីចន្លោះដើមឈើដែលគាត់ស្នាក់ណាបងប្អូនគឺបានបង្ហាញឲ្យឃើញយ៉ាងច្បាស់ថាគឺមានសត្វក្អែបដ៏ធំមួយពណ៌ខ្មៅគឺពណ៌របស់វានឹងគឺរលោបរលោងប្រវែងជិត1ម៉ែត្របងប្អូនវាកំពុងតែវាព័ទ្ធជុំវិញគល់ឈើដែលពួកគាត់ទាំងពីរនាក់ហ្នឹងកំពុងតែស្នាក់នៅពីលើនឹងឯងនៅភ្លាមនោះបងប្អូនបងប្រុសដារិតបន្ទាប់ពីឃើញសត្វក្អែបនោះណាគាត់ស្ទើរតែស្រែកប៉ុន្តែតាផាន់គាត់ចាប់ផ្ដើមយកដៃរបស់គាត់នឹងមកប៉ះស្មាបងប្រុសដារិតដែលជាសញ្ញាធ្វើឲ្យគាត់នឹងស្ងាត់មាត់នៅភ្លាមនោះសត្វក្អែបនោះដែលវាកំពុងតែវាកាត់គល់ឈើណាបងប្អូនគឺវាព្យាយាមវាឡើងទៅលើដើមឈើព្រមទាំងឡើងទៅលើអាដើមដែលគាត់កំពុងតែស្នាក់នៅជាមួយនឹងជីតារបស់គាត់ណាប៉ុន្តែសត្វក្អែបនោះណាគ្រាន់តែវាប៉ះទៅនឹងដីខ្សាច់ព្រមទាំងខ្សែសីមាដែលជីតារបស់គាត់បានរយនៅនឹងគល់ណាវាស្រាប់តែរមូលខ្លួនរបស់វានឹងរួចហើយគាត់ធ្លាក់ទៅលើដីវិញបន្ទាប់ពីនោះវាក៏រត់គេចខ្លួនចូលទៅក្នុងព្រៃបាត់តែម្ដងបន្ទាប់ពីសត្វក្អែបនោះវាបានវាចូលទៅក្នុងព្រៃបាត់ណាបងប្អូនគឺថាសំលេងដែលស្រាប់អំបាញ់មិញហ្នឹងក៏វាបាត់ដូចគ្នាហើយបន្សល់ទុកតែក្លិនស្អុយរលួយនៅភ្លាមនោះបងប្រុសដារិតគាត់បានដកដង្ហើមធូរបានបន្តិចស្រាប់តែបន្តិចទៀតមកណាបងប្អូនគឺមានរឿងដ៏គួរឲ្យខ្លាចនោះបានកើតឡើងម្ដងទៀតគាត់ថានៅភ្លាមនោះបន្ទាប់ពីក្អែបនោះវាចូលទៅក្នុងព្រៃហើយក៏ស្រាប់តែមានខ្យល់មកពីណាទេបងប្អូនត្រជាក់ស្រេបបានបក់មកប៉ះរូបរាងកាយរបស់គាត់ស្រាប់តែភ្លាមនោះមានពន្លឺភ្លើងគោមពណ៌ខៀវពណ៌ក្រហមពណ៌បៃតងលោតភ្លឹបផ្លែតនៅចម្ងាយពីគាត់នឹងប្រហែលជា10ម៉ែត្រពីដើមឈើដែលគាត់កំពុងតែស្នាក់នៅជាមួយជីតារបស់គាត់ណារំពេចនោះនៅពេលដែលគាត់ឃើញភ្លើងនោះគាត់ព្យាយាមសម្លឹងមើលណាគាត់សម្លឹងមើលពីចម្ងាយពីព្រោះតែភ្លើង10ម៉ែត្រគឺវាមិនជាឆ្ងាយណាស់ណាទេបងប្អូនស្រាប់តែគាត់សម្លឹងមើលទៅលើភ្លើងទាំងអស់ហ្នឹងស្រាប់តែគាត់បានឃើញមានមនុស្សមួយក្រុមដែលមនុស្សទាំងអស់នោះណាគឺស្លៀកពាក់ខោអាវចាស់ហើយខោអាវដែលពួកគេស្លៀកពាក់ហ្នឹងលក្ខណៈ
រហែករញ៉េរញ៉ៃណាគឺកំពុងតែនាំគ្នានឹងដើរសំដៅមករកដើមឈើដែលគាត់កំពុងតែស្នាក់នៅណាបងប្អូនហើយអ្វីដែលគួរឲ្យរន្ធត់នោះគឺពួកគេទាំងអស់នោះគឺអត់មានក្បាលនោះទេបងប្អូនគាត់ថាអ្នកខ្លះនឹងគឺដើរអូសពុះវៀនរយេងរយោងអ្នកខ្លះទៀតដើរលក្ខណៈចងេងចងាងរោផ្លូវបុកគល់ឈើផងបុកអាដើមឈើតូចៗនោះផងណាបងប្អូនគឺពួកគេទាំងអស់នោះបានដើរមកឈរព័ទ្ធជុំវិញគល់ឈើរបស់គាត់ជាមួយនឹងជីតាគាត់ដែលកំពុងតែស្នាក់នៅឯលើនឹងឯងរួចហើយពួកគេទាំងអស់ហ្នឹងក៏ងើយកហ្នឹងអើតមកលើដើមឈើនោះតែម្ដងស្រាប់តែភ្លាមនោះបងប្អូនគឺគាត់ថាឃើញមានខ្មោចស្រីម្នាក់ដែលមុខរបស់វាហ្នឹងគឺមានសភាពរលួយមួយចំហៀងគឺបានលូកដៃយ៉ាងវែងខុសពីធម្មតាបានលូកដៃហ្នឹងស្រវាមកចាប់មែកឈើអាដែលគាត់កំពុងតែអង្គុយណាបំរុងនឹងឡើងមកលើនឹងហើយនាងក៏បានបញ្ចេញសំឡេងទ្រហោយំលីឡំជាមួយនឹងការសើចលក្ខណៈថាសើចដែលគួរឲ្យរន្ធត់ព្រឺព្រួចព្រឺឆ្អឹងខ្នងណាបងប្អូននៅរំពេចនោះដារិតគាត់ភ័យទាល់តែគាត់នឹងគាត់ថាចង់កាំងបេះដូងហើយនៅពេលនោះប៉ុន្តែនៅក្នុងនោះក៏មានលោកតាផាន់ម្នាក់គឺគាត់មិនមានការភ័យតក់ស្លុតអ្វីបន្តិចឡើយបងប្អូនគឺគាត់គ្រាន់តែលើកដៃហ្នឹងទៅស្ទាបស្មារបស់គាត់ថ្នមហើយគាត់លើកដៃកុំឲ្យលឺមាត់អញ្ចឹងណាបងប្អូនហើយបន្ទាប់មកជីតារបស់គាត់ក៏បានយកស្លារបស់គាត់ដែលគាត់កំពុងតែទំពាណាបងប្អូនគឺគាត់បានស្ដោះទម្លាក់ចុះទៅក្រោមដើមឈើនៅភ្លាមនោះសំឡេងឮសូរតែព្រឹបដូចជាមានអ្វីមួយនឹងធ្លាក់ពីលើដើមឈើណាបងប្អូនគឺបានធ្លាក់ប៉ះចំទៅលើក្បាលខ្មោចស្រីនោះស្រាប់តែរំពេចនោះគឺគាត់ថាឮសូរផាំងដូចជាគេដុតផាវផ្ទុះណាបងប្អូនភ្លាមនោះក្រុមវិញ្ញាណខ្មោចទាំងអស់នោះក៏ស្រែកយ៉ាងសន្ធោសន្ធៅរួចហើយក៏រលាយបាត់ទៅក្នុងភាពងងឹតនោះទៅនៅក្នុងរាត្រីទី1នឹងឯងបងប្អូនដែលធ្វើឲ្យបងប្រុសដារិតនឹងគឺគាត់គ្មានវិនាទីណាមួយដែលធ្វើអាចគាត់នឹងបន្តបិទភ្នែកឲ្យដេកបន្តទៀតបានឡើយបងប្អូនគឺគាត់ភ័យរហូតដល់គាត់ថាគាត់ចង់ធ្លាក់ពីលើដើមឈើណាបងប្អូនប៉ុន្តែនេះដោយសារជីតារបស់គាត់គឺជីតារបស់គាត់ជាព្រានព្រៃចំណាស់ម្នាក់គឺគាត់ចេះនៅមុនអាគមវិជាការពារខ្លួនអញ្ចឹងគឺធ្វើឲ្យខ្មោចព្រាយបិសាចនោះមិនហ៊ានឈានជើងចូលទៅជិតដើមឈើរបស់ពួកគាត់ឡើយលុះវេលាព្រឹកឡើងបងប្អូនពួកគាត់ទាំងពីរនាក់ក៏បាននាំគ្នាចុះពីលើថ្នាក់ហើយពួកគាត់ទាំងពីរនាក់ហ្នឹងក៏បានដើរស្វែងរកថ្នាំបន្តទៀតសំណាងល្អបងប្អូនគាត់ធ្វើដំណើរប្រហែលជាម៉ោង3រសៀលណាជីតារបស់គាត់ក៏បានរកឃើញវល្លិនឹងឯងហើយក៏កាត់វល្លិនឹងមកគ្រប់ចំនួនក៏ប៉ុន្តែមេឃក៏ស្រាប់តែមានភ្លៀងធ្លាក់យ៉ាងខ្លាំងនៅរំពេចនោះដែលធ្វើឲ្យពួកគាត់នឹងមិនអាចធ្វើដំណើរចេញពីព្រៃទាន់ពេលវេលាទើបត្រូវបង្ខំចិត្តឲ្យគាត់នឹងត្រឡប់ទៅរកកន្លែងថ្នាក់ដែលគាត់ធ្វើកាលពីយប់មិញដើម្បីស្នាក់នៅមួយយប់ទៀតបងប្អូននៅពេលដែលពួកគាត់បានដើរមកដល់ក្បែរឈើដែលគាត់បានធ្វើថ្នាក់កាលពីយប់មិញណាលោកតាផាន់គឺគាត់បានឈប់ដើរភ្លាមតែម្ដងនៅពេលនោះជីតារបស់គាត់បានសម្លឹងមើលទៅលើដីភក់នៅក្បែរគល់ឈើនោះបងប្អូនដោយទឹកមុខរបស់ជីតាគាត់នឹងដូចជាលក្ខណៈមានអារម្មណ៍ថាតានតឹងណាតាំងពីចៅប្រុសរបស់គាត់ធ្លាប់ស្គាល់គាត់មកគឺអត់ដែលឃើញទឹកមុខរបស់គាត់ទេប៉ុន្តែនេះជាលើកទី1ហើយដែលឃើញទឹកមុខជីតារបស់គាត់នឹងមានភាពតានតឹងបំផុតនៅពេលនោះគឺនៅទីនោះណាបងប្អូនគឺគាត់បានឃើញស្នាមជើងសត្វខ្លាដ៏ធំសម្បើមមួយតែស្នាមជើងណាបងប្អូនគឺគ្មានស្នាមក្រញាំនោះទេហើយអ្វីដែលចម្លែកបំផុតនោះគឺស្នាមជើងរបស់ខ្លានោះគឺវាដើរក៏ស្រាប់ប្រែคล้ายទៅជាស្នាមជើងមនុស្សទៅវិញណាបងប្អូន
នៅភ្លាមនោះជីតារបស់គាត់ក៏លន់មាត់តឯងណាគាត់ថាព្រាយខ្លាស្រាប់តែបងប្រុសដារិតគាត់លឺដែរប៉ុន្តែគឺគាត់អត់លឺច្បាស់ទេស្រាប់តែភ្លាមនោះគឺគាត់បាននិយាយថាស្នាមជើងទាំងអស់ហ្នឹងគឺជាស្នាមរបស់ព្រាយខ្លាដែលជាព្រាយខ្លាហ្នឹងគឺជាប្រលឹងបីសាច់ឬមួយក៏គ្រូធ្មប់ដែលតាំងសិលខុសរហូតដល់คล้ายជាខ្លាស៊ីមនុស្សហើយវាមានល្បិចកលខ្ពស់ណាវាអាចកាឡាខ្លួនទៅជាមនុស្សក៏បានកាឡាខ្លួនទៅជាសត្វផ្សេងក៏បានហើយវាក៏អាចធ្វើត្រាប់ទៅជាសម្លេងមនុស្សដែលយើងស្គាល់ហ្នឹងក៏បានដូចគ្នាដែរនៅរំពេចនោះលោកតាផាន់គាត់ក៏បានប្រញាប់អូសដៃចៅប្រុសរបស់គាត់ហ្នឹងឲ្យប្រញាប់ឡើងទៅលើថ្នាក់ដែលគាត់បានធ្វើຕົកកាលពីម្សិលមិញណាបងប្អូនហើយគាត់ក៏ចាប់ផ្ដើមលោកយកដូចជាអំបោះខ្សែសីមាថ្មីមួយទៀតព្រមទាំងគាត់នឹងចាប់ផ្ដើមរៀបចំមានដូចជាកំបិតរបស់គាត់ហើយមានខ្សែអត់ដឹងតែខ្សែអីទេបងប្អូនប៉ុន្តែគាត់ឃើញខ្សែក្រហមហើយគាត់ចាប់ផ្ដើមរៀបចំពិធីដូចជាគាត់ចានៅយន្តអាគមពេញនៅក្នុងអាស្លឹកឈើដែលគាត់ធ្វើណាបងប្អូនបន្ទាប់មកគឺគាត់ចាប់ផ្ដើមត្រៀមខ្លួនជាស្រេចនៅក្នុងវេលាយប់នោះគាត់ថានៅពេលដែលគាត់កំពុងតែស្នាក់នៅជាមួយនឹងជីតារបស់គាត់នៅក្នុងយប់ទី2ណាបងប្អូនវេលាប្រហែលជាម៉ោង12រំលងអាត្រៀតគាត់ថាព្រៃទាំងមូលដែលគាត់បានស្នាក់កាលពីយប់មិញនិងយប់នេះណាគឺមិនខុសគ្នាទេបងប្អូនគឺចាប់ផ្ដើមស្ងាត់ជ្រាបតែម្ដងសំបីតែសំឡេងខ្យល់បក់សំឡេងសត្វយំហ្នឹងគឺអត់មានគឺស្ងាត់ឈឹងរហូតដល់លក្ខណៈថាយើងស្ទើរតែហឹងស្លឹកត្រចៀកណាបងប្អូនសំឡេងបោះចំហៀនជន់នៅលើមេឃឈើស្ងួតគឺបានបន្លឺឡើងយឺតនៅជុំវិញគល់ឈើដែលពួកគាត់ហ្នឹងកំពុងតែនៅពីលើថ្នាក់ភ្លាមនោះបងប្រុសដារិតគាត់ចាប់ផ្ដើមបែកញើសសស្រាក់នៅក្នុងកំឡុងពេលដែលអាកាសធាតុនៅពេលយប់នោះគឺកំពុងតែមេឃហ្នឹងគឺថាត្រជាក់ស្រេបគឺមានទាំងសន្សើមធ្លាក់ហើយខ្យល់ហ្នឹងក៏បក់ធ្វើឲ្យអាកាសធាតុហ្នឹងត្រជាក់ដល់ឆ្អឹងខ្នងណាប៉ុន្តែគាត់គឺបែកញើសជោកខ្លួនតែម្ដងស្រាប់តែសំឡេងដែលគាត់បានឮពីក្រោមគល់ឈើណាបងប្អូនគឺបានឈប់ភ្លាមហើយក៏ត្រូវបានជំនួសមកវិញហ្នឹងដោយសំឡេងរបស់មនុស្សស្រីដែលជាសំឡេងរបស់បងប្រុសដារិតហ្នឹងគឺគាត់ស្គាល់ច្បាស់បំផុតតែម្ដងសំឡេងនោះណាបងប្អូនគឺជាសំឡេងម្ដាយរបស់គាត់ដែលសំឡេងម្ដាយរបស់គាត់ហ្នឹងបាននិយាយថាដារិតមកយកកូនទៅផ្ទះវិញឯណាកូនតាផាន់គាត់បានស្លាប់ទៅហើយគាត់គឺជាខ្មោចទេឆាប់ចុះមកកូននិយាយចឹងឯងបងប្អូនទាំងដែលលោកតាផាន់នឹងកំពុងតែអង្គុយនៅលើថ្នាក់ជាមួយគាត់ណាប៉ុន្តែខ្មោចស្រីនឹងគឺវាបានប្រាប់ថាតាផាន់នឹងគឺគាត់បានស្លាប់ទៅហើយគាត់មិនមែនជាមនុស្សទេគឺគាត់ជាខ្មោចទេកូនឯងឆាប់ចុះមកម៉ាក់នាំកូននឹងត្រឡប់ទៅផ្ទះវិញសំឡេងនោះណាបងប្អូនវាគឺដូចជាសំឡេងម្ដាយរបស់គាត់នឹងបេះបិទតែម្ដងបងប្រុសដារិតស្ទើរតែស្ទុះក្រោកឈរហើយភ្លាមនោះតាផាន់ដែលជាជីតារបស់គាត់នឹងស្រាប់តែចាប់ស្មាគាត់ភ្លាមរួចហើយក៏ទាញដៃសង្កត់គាត់នឹងចុះឲ្យអង្គុយវិញយ៉ាងខ្លាំងរួចហើយលោកតាគាត់នឹងក៏សម្លក់មុខជាមួយនឹងសញ្ញាហាមដាច់ខាតគឺមិនត្រូវឆ្លើយសំណួរក៏ដូចជាចុះទៅក្រោមដើមឈើនោះទេបងប្អូននៅភ្លាមនោះបងប្អូនបន្ទាប់ពីជីតារបស់គាត់បានទាញដៃហើយនឹងសង្កត់គាត់ចុះហើយនឹងធ្វើដៃជាសញ្ញាកុំឲ្យលឺមាត់ណាគាត់ក៏បានដឹងខ្លួនភ្លាមថាសំឡេងនោះមិនមែនជាម្ដាយរបស់គាត់នោះទេដែលនៅពេលនោះបងប្អូនគឺគាត់បានដឹងថាសំឡេងដែលហៅគាត់ពីខាងក្រោមដើមឈើមិញណាវាគឺជាល្បិចបញ្ឆោតប៉ុន្តែបញ្ឆោតគាត់គឺមិនបានផលឡើយសំឡេងលក្ខណៈម្ដាយបែបស្រទន់ក៏បានប្រែទៅជាសំឡេងក្រហមសឹងតែក៏ក្រើកដើមឈើដែលគាត់កំពុងតែនៅណាបងប្អូននៅភ្លាមនោះវាចាប់ផ្ដើមស្ទុះមកក្រសោបគល់ឈើធំទំហំ2នោះអោប
ធ្វើឲ្យដើមឈើទាំងមូលដែលគាត់កំពុងតែស្នាក់នៅខាងលើនោះគឺវារង្គើក៏កាត់គ្នាហាក់បីដូចជាដើមឈើនឹងរៀបនឹងបាក់អញ្ចឹងឯងបងប្អូនស្រាប់តែបងប្រុសដារិតគាត់ក៏បានលួចសម្លឹងចុះទៅខាងក្រោមនៅពេលនោះគាត់ថាមានពន្លឺព្រះច័ន្ទគឺពន្លឺនោះបានបញ្ចាំងឲ្យឃើញយ៉ាងច្បាស់ថាគឺជាសត្វខ្លាដ៏ធំសម្បើមមួយដែលកម្ពស់របស់វានឹងស្ទើរតែស្មើទៅនឹងដំបូលផ្ទះហើយភ្នែករបស់វាទាំងពីរណាបងប្អូនគឺវាបញ្ចេញពណ៌ឡើងលឿងទុំតែមុខរបស់វានឹងគឺជាមុខរបស់មនុស្សចាស់ម្នាក់ដែលមានចង្កូមលៀនចេញមកខាងក្រៅវាមិនមែនជាមុខរបស់សត្វខ្លានោះទេណាបងប្អូនរំពេចនោះគឺវាកំពុងតែព្យាយាមឡើងមកលើដើមឈើនោះឯងប៉ុន្តែនៅរាល់ពេលដែលវាព្យាយាមឡើងមកប៉ះទៅនឹងខ្សែសីមារបស់ជីតាគាត់ណាក៏ស្រាប់តែគាត់ឃើញមានពន្លឺភ្លើងផ្លែកដែលដូចជាខ្សែភ្លើងឆក់ហ្នឹងធ្វើឲ្យវាធ្លាក់ចុះទៅលើដីវិញភ្លាមតែម្ដងនៅខាងក្រោមវាណាបងប្អូនគឺមានស្រមោលអសូរកាយនិងខ្មោចផ្សេងជាច្រើនក៏កំពុងតែឈរត្រៀមចាំក្រែងលោកតាព្រមទាំងគាត់នឹងធ្លាក់ចុះទៅពួកគេនឹងអាលដណ្ដើមចែកគ្នាស៊ីអញ្ចឹងណាបងប្អូនប៉ុន្តែបងប្អូនវាគឺជាសង្គ្រាមផ្លូវចិត្តដ៏សាហាវបំផុតព្រាយខ្លានោះគឺខំប្រឹងអង្រួនផងយកក្រញាំកោសសម្បកឈើលឺសូរតែខ្វាក់ផងអង្រួនដើមឈើឲ្យជីតាក៏ដូចជាចៅនឹងធ្លាក់ពីលើដើមឈើណាប៉ុន្តែលោកតាផាន់គឺគាត់មិនមានការតក់ស្លុតដូចជាយប់ម្សិលមិញចឹងដែរគឺគាត់អង្គុយនៅស្ងៀមហើយគាត់ប្រាប់ចៅគាត់ថាកុំឲ្យលឺមាត់អោបតែដើមឈើនឹងឲ្យជាប់ទៅនៅពេលនោះគាត់អង្គុយពេនភ្នែនបងប្អូនគឺដៃរបស់គាត់កាន់កំបិតបន្ទោះគាត់បិទភ្នែកហើយគាត់ក៏បានសូត្រដូចជាមន្តគាថាម្យ៉ាងដែលមន្តគាថានោះគឺបានបណ្ដេញខ្មោចទាំងអស់នោះព្រមទាំងព្រាយខ្លាព្រមទាំងស្រមោលអសូរកាយផ្សេងជាច្រើនដែលនៅក្រោមដើមឈើនោះឲ្យរត់ខ្ចាត់ខ្ចាយដើម្បីគាត់នឹងការពារធ្នាក់នោះកុំឲ្យធ្នាក់នោះគឺវារង្គើខ្លាំងរហូតដល់ការតស៊ូដោយអំណាចរវាងមន្តអាគមរបស់ជីតាគាត់និងបារមីរបស់ព្រាយខ្លាគឺបានអូសបន្លាយអស់រយៈពេលជាច្រើនម៉ោងវាហាក់ដូចជាយូរអើយសែនយូរណាបងប្អូននៅទីបំផុតសំឡេងមន់ព្រៃចាប់ផ្ដើមរងាវអើងកងក៏បន្លឺឡើងពីចម្ងាយពន្លឺព្រះអាទិត្យពណ៌មាសបានចាប់ផ្ដើមជះកាត់មកចុងឈើរឹមគ្រាន់តែពន្លឺព្រះអាទិត្យធ្លាក់មកដល់ដីភ្លាមណាបងប្អូនព្រាយខ្លាព្រមទាំងព្រាយបិសាចអសូរកាយដែលនៅព័ទ្ធជុំវិញដើមឈើនោះណាក៏ស្រាប់តែបញ្ចេញសំឡេងទ្រហោយំរួចហើយក៏បានរលាយបាត់ទៅជាផ្សែងខ្មៅហោះចូលទៅក្នុងព្រៃជ្រៅបាត់អស់វិញទៅនៅភ្លាមនោះណាបងប្អូនបរិយាកាសទាំងអស់នោះគឺចាប់ផ្ដើមប្រែក្លាយទៅជាស្ងប់ស្ងាត់គាត់ឮត្រឹមតែសំឡេងសត្វបាក់សាបាក់សីចាប់ផ្ដើមយំស្រែកយំស្វាគមន៍នាពេលព្រឹកព្រលឹមអញ្ចឹងណាបងប្អូនហើយលោកតាផាន់គាត់ចាប់ផ្ដើមបើកភ្នែកឡើងហើយគាត់ក៏បានដកដង្ហើមធំរួចហើយក៏យកដៃហ្នឹងទៅទះស្មាបងប្រុសដារិតថាអាចៅអើយពួកវាបានទៅអស់ហើយយើងអាចចុះបានហើយចៅគាត់និយាយប៉ុណ្ណឹងណាបងប្អូនប៉ុន្តែបងប្រុសដារិតគាត់នៅមានមន្ទិលសង្ស័យដោយសារកាលពីយប់មិញហ្នឹងគឺជាតារបស់គាត់ពេនភ្នែនដោយគាត់សូត្រនៅមន្តគាថាបណ្ដេញពួកខ្មោចព្រាយបិសាចទាំងអស់ហ្នឹងណាបងប្អូនគឺរយៈពេលហ្នឹងយូរមែនតែនយូររហូតទាល់តែព្រះអាទិត្យហ្នឹងរះណាបងប្អូនទៅពពួកខ្មោចទាំងអស់ហ្នឹងគឺវារលាយបាត់តែម្ដងគឺគាត់កោតសរសើរទៅលើថ្វីដៃក៏ដូចជាមន្តអាគមការពារខ្លួនរបស់ជីតាគាត់ណាបងប្អូនដែលជីតារបស់គាត់ហ្នឹងពិតជាមានអំណាចក៏ដូចជាមហិទ្ធិឫទ្ធិនៅមន្តអាគមព្រមទាំង
ធ្វើឲ្យគាត់នឹងមានការកោតសរសើរចំពោះជីតាគាត់មែនទែនដែលអ្នកភូមិទាំងអស់ហ្នឹងគឺគោរពជីតាគាត់ហ្នឹងគឺពិតជាមិនខុសបំណងណាបងប្អូននឹងហើយនៅពេលដែលជីតាគាត់បានប្រាប់ថាឲ្យគាត់ចាប់ផ្ដើមចុះបានណាបងប្អូននៅពេលដែលគាត់ព្យាយាមចុះមកដល់ដីណាបងប្រុសដារិតគាត់ក៏បានសម្លឹងមើលនៅក្រោមអាគុលឈើដែលគាត់ស្នាក់នៅពីយប់ណាបងប្អូនគាត់ថាសម្បកឈើដែលវារឹងដូចជាដុំថ្មដែលយើងធម្មតាដើមឈើធំធំណាបងប្អូនយើងមិនអាចយកដៃយើងឬមួយក៏យកកំបិតហ្នឹងទៅកាប់មកកំបិតហ្នឹងដើម្បីជាសម្បកចេញបានទេណាបងប្អូនប៉ុន្តែអាដើមឈើហ្នឹងគឺវារឹងប៉ុន្តែហេតុអ្វីបានជាយប់មិញហ្នឹងខ្លាដែលវាចាប់ផ្ដើមចង់ឡើងមកត្របាក់យកជីវិតគាត់ព្រមទាំងជីតារបស់គាត់ហ្នឹងគឺបានកោសយកសម្បកដើមឈើហ្នឹងកោសខ្ទេចតែម្ដងរហូតដល់អាដើមឈើដែលគាត់ស្នាក់នៅទាំងពីរដើមហ្នឹងគឺមានស្នាមក្រចកខ្លាហ្នឹងចូលយ៉ាងជ្រៅដែលគួរឲ្យខ្លាចតែម្ដងនៅជុំវិញនោះផងដែរគឺគាត់បានឃើញមានដានជើងធំព្រមទាំងមានសាកសពសត្វតូចព្រមទាំងសត្វល្អិតហ្នឹងគឺពលជាច្រើនដែលត្រូវឆេះខ្លោចដោយសារតែអំណាចនៃមន្តអាគមព្រមទាំងខ្សែអំបោះសីមារបស់ជីតាគាត់ណាបងប្អូននៅភ្លាមនោះបន្ទាប់ពីពួកគាត់បានមើលនៅជុំវិញគល់ឈើនោះរួចហើយគឺពួកគាត់ទាំងពីរនាក់គឺមិននៅបង្អង់យូរឡើយបងប្អូនពួកគាត់ក៏ប្រញាប់វិច្ចខ្ចប់នៅសម្ភារៈព្រមទាំងដើរចេញពីព្រៃជ្រៅនោះយ៉ាងលឿនគឺសម្ដៅទៅរកផ្ទះវិញដោយពួកគាត់នឹងគឺមិនងាកក្រោយសូម្បីតែបន្តិចបងប្អូនទាំងអស់គ្នាសាច់រឿងរបស់បងប្រុសដារិតព្រមទាំងជីតារបស់គាត់ដែលនាំគាត់ចូលទៅក្នុងព្រៃដើម្បីរកឱសថបុរាណយកទៅលក់ចិញ្ចឹមជីវភាពគ្រួសាររបស់គាត់ហ្នឹងគឺត្រូវបានបញ្ចប់តែត្រឹមប៉ុណ្ណេះឯងបងប្អូនគឺហេតុការទាំងអស់ហ្នឹងបើយើងគ្រាន់តែជាអ្នកស្ដាប់ណាបងប្អូនគឺវាស្ដាប់ទៅគឺសាមញ្ញទេប៉ុន្តែបើសិនជាយើងដាក់អារម្មណ៍ព្រមទាំងសម័យទៅលើសាច់រឿងព្រមទាំងយើងចាត់ទុកថាខ្លួនយើងនៅក្នុងស្ថានភាពនោះណាបងប្អូនអារម្មណ៍របស់យើងនៅពេលនោះគឺយើងនឹងទទួលបានក៏ដូចជាជ្រាបច្បាស់យ៉ាងពិតប្រាកដថាអារម្មណ៍ភ័យខ្លាចអារម្មណ៍តក់ស្លុតនៅពេលវេលាដែលគាត់បានជួបជាមួយនឹងជីតារបស់គាត់គឺមានអារម្មណ៍បែបណាគឺពិតជាគួរឲ្យខ្លាចក៏ដូចជាចងចាំពេញមួយជីវិតរបស់គាត់តែម្ដងអរគុណច្រើនសម្រាប់បងប្អូនទាំងអស់គ្នានៅក្នុងការតាមដានស្ដាប់សាច់រឿងនៅក្នុងវេលាថ្ងៃនេះគឺត្រូវបានបញ្ចប់តែត្រឹមប៉ុណ្្នឹងឯងឆ្លៀតឱកាសនេះផងដែរនាងខ្ញុំក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះប្រិយមិត្តក៏ដូចជាបងប្អូនទាំងអស់គ្នាដែលបានចំណាយពេលវេលាដ៏មានតម្លៃតាមដានស្ដាប់សាច់រឿងរបស់នាងខ្ញុំតាំងពីចំណុចចាប់ផ្ដើមរហូតដល់បញ្ចប់សាច់រឿងហើយក៏សូមអរគុណយ៉ាងជ្រាលជ្រៅចំពោះប្រិយមិត្តទាំងអស់គ្នាដែលបានចូលមកចុច like ក៏ដូចជា subscribe channel របស់នាងខ្ញុំផងដែរជាចុងក្រោយនេះផងដែរនាងខ្ញុំក៏សូមជូនពរឲ្យបងប្អូនទាំងអស់គ្នាធ្វើដំណើរទៅណាមកណាក៏ជួបតែសុខសុវត្ថិភាពហើយសូមឲ្យនៅក្នុងវេលាយប់នេះបងប្អូនទាំងអស់គ្នាគេងលក់សុបិនល្អនៅក្នុងគណៈពេលនេះនាងខ្ញុំសូមអរគុណសូមជម្រាបលាជួបគ្នានៅក្នុងអេពីសូតក្រោយ